បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំណែនាំពី Excel interface អញ្ចឹងខ្ញុំបាន save URL មួយនៅកន្លែងនេះអានេះគឺជា URL វែងអញ្ចឹងដើម្បីកន្លែងនេះខ្ញុំអាចវាយ URL ខ្លីកន្លែងនេះមកខ្ញុំចូលក្នុងហ្នឹងអញ្ចឹងយើងទៅមើលអីគេអានេះការបញ្យល់លម្អិតរបស់ម្នាក់មួយនោះគាត់នៅក្នុង LinkedInខ្ញុំចុចទៅលើរូបនឹងមកឬក៏ងាយស្រួលអ្នកទាំងអស់គ្នាអាចទៅផ្លូវកាត់វាយលើ URL មួយនេះក៏បានដែរខ្ញុំ copy វាមកpaste ចូលខ្ញុំទទួលបានរូបមួយនេះខ្ញុំទាញវាមកតមកទៀតខ្ញុំទាញវាមកខាងនេះអានេះខ្ញុំនឹង zoom តិចមកគេមិន zoom ទេយើងមកមើលគេរូបខាងស្ដាំចំពោះរូបខាងស្ដាំកន្លែងនេះដោយសារតែរបស់ខ្ញុំវាទូចនេះខ្ញុំអាចចុច view ធំមកនៅក្នុង Microsoft Office 365ខ្ញុំហៅថា Excel online ទៅនៅក្នុង Excel online វាអត់មាននៅកន្លែងមិញទេនេះវាមានដូចទៅនឹងអីគេវាមាន quick access toolbar នៅក្នុង desktop application នេះទេកន្លែងនេះគឺ title bar នេះtitle bar ក៏ដូចជាមានដែរប៉ុន្តែកន្លែងនេះខ្ញុំមើលទៅដូចជា file name file អីដូចជា title bar ដែរមកចាអ្វីដែលដូចគ្នាបន្លោះនេះរហូតមកដល់នេះមកគឺគេហៅថាគេ tab នេះតមកទៀតចូលទៅក្នុងបន្លោះនេះគឺគេហៅគេ name box ចឹងមកចឹងនៅក្នុងខ្ញុំចូលទៅក្នុង tab មួយមកនៅក្នុង tab មួយវាអាចមាន home មាន font មានអីចឹងមកហើយនៅក្នុង insert វាមានប៉ុណ្នេះអានេះតកតងឆាតកតងអីតកតង diagram តកតងអីនៅក្នុង share អានេះយើង share នៅគេនៅក្នុង page point គឺមានប៉ុណ្នេះនៅក្នុង formula គឺគេមានប៉ុណ្នេះគឺ data អាចមានកន្លែងចាក់សោមាន remove មានអីនេះ view review view ហើយនៅមាន draw ឬក៏បើសិនជាអ្នកទាំងអស់គ្នានៅក្នុង desktop application មាន apply អាច comment នៅខាងក្រោមចឹងយើងបន្តមកទៀតមកចឹងបើសិនកន្លែងនេះខ្ញុំចុចzoom អានេះខ្ញុំបាន zoom វាចឹងនៅពេលដែលខ្ញុំឈរលើនេះគេហៅ active cell បើសិនជាខ្ញុំទាញបន្លោះចេះគេហៅគេ rank ហើយតើតើនៅក្នុង ABC កន្លែងនេះគឺហៅ column letter ចំពោះមក block នេះមកប្រព័ន្ធនេះគេហៅគេនេះគឺគេហៅថា Robin ជួរនេះគឺគេហៅថាគេ row number អានេះគេហៅ worksheet ចឹងវាអាចមាន sheet 1 sheet 2ចឹងមកចានេះខ្ញុំ remove ចោលឬក៏ delete អានេះគឺ status អានេះគឺតកតង view អានេះកន្លែង scroll អីអានេះមាន zoom អានេះគឺកន្លែង scroll ចឹងនៅក្នុងនេះវាអាចមានអីច្រើនទៀតប៉ុណ្ណឹងមកបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ